នេះគឺជាក្រដាស់មួយសន្លឹកដែលបានបញ្ជាក់ថាអ្នកទាំងអស់គ្នាគឺពិតជាបានឆ្លងកាត់ជីវិតជាសិស្សវិទ្យាល័យហើយបានឆ្លងកាត់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្រដាស់មួយសន្លឹកនេះគឺយើងត្រូវចាយពេលវេលាច្រើនមែនទែនគឺអ្នកខ្លះអាចឈានចូលទៅដល់14 13ឬក៏12ឆ្នាំអាស្រ័យទៅតាមសមត្ថភាពរបស់ពួកគេម្នាក់ៗហើយវាគឺមិនមានភាពងាយស្រួលទេនៅក្នុងការទទួលបាននៅក្រដាស់មួយសន្លឹកនេះហើយវារត់តែមិនមានភាពងាយស្រួលទៅទៀតនៅក្នុងការចង់ឃើញឈ្មោះខ្លួនឯងនៅលើក្រដាស់មួយនេះហើយបានបញ្ជាក់ថាខ្លួនទទួលបាននៅលទ្ធផលល្អនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ញុំជឿថាអ្នកដែលគាត់បានទទួលនៅលទ្ធផលល្អនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះនៅពីក្រោយនៃរូបភាពដែលគាត់ទទួលបានលទ្ធផលល្អនេះគឺគាត់បានជួបប្រទះនៅបញ្ហាជាច្រើននៅក្នុងការសិក្សារបស់ពួកគាត់ជាស្ដែងដូចជារូបនាងខ្ញុំដែលជាអតីតសិស្សនិទេស A មួយរូបនៅក្នុងឆ្នាំ2021នៅក្នុងការសិក្សាគឺនាងខ្ញុំបានជួបប្រទះនៅបញ្ហាជាច្រើនប៉ុន្តែឆន្ទៈរបស់នាងខ្ញុំសំខាន់បំផុតគឺខ្ញុំបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពនៅក្នុងការប្រឡងមួយនេះហើយឥឡូវនេះឃើញថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគឺបានខិតជិតចូលមកដល់ហើយនាងខ្ញុំសង្ឃឹមថាសិស្សប្អូនទាំងអស់នឹងខិតខំប្រឹងប្រែងនៅក្នុងការប្រមូលនៅសមត្ថភាពរបស់ខ្លួនដែលបានសន្សំទុកមកតាំងពីថ្នាក់បតីទី1រហូតដល់ថ្នាក់ទី12នេះហើយខ្ញុំសង្ឃឹមថាបងប្អូននឹងទទួលបាននូវលទ្ធផលល្អប្រសើរទាំងអស់គ្នានៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃខាងមុខនេះ